សម្រាប់អតិថិជនដែលប្រើប្រាស់កាមេរ៉ាសុវត្ថិភាព Hikvision គឺយើងមើលកាមេរ៉ារបស់យើងតាមរយៈ app មួយឈ្មោះថា HikConnect អញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបចុះឈ្មោះនិងដំឡើង app HikConnect ដើម្បីយើងមើលកាមេរ៉ាបានសូមបញ្ជាក់ដែរគឺ app HikConnect គឺយើងត្រូវ register វាឬក៏យើងហៅថា sign up ដូចយើងប្រើប្រាស់ social media ផ្សេងអញ្ចឹងដូច Facebook ដូច YouTube អញ្ចឹងយើងត្រូវមានគណនីមួយផ្ទាល់ខ្លួនតើឥឡូវទៅមើល screen ទាំងអស់គ្នាខ្ញុំនឹងបង្ហាញពីរបៀបដំឡើងវាពីជំហានទៅមួយជំហានទៅកាន់ App Store ហើយយើងធ្វើការ search ពាក្យ HikConnect បាទអញ្ចឹងខាងលើគេនេះអញ្ចឹងនៅខាងនេះបងប្អូនណាគឺ HikConnect for end user អញ្ចឹងយើងចុចដំឡើងមកសម្រាប់ទូរស័ព្ទដៃ Android គឺដូចគ្នាអញ្ចឹងអត់ខុសគ្នាទេបាទគឺ app នឹងដូចគ្នាតែម្ដងអញ្ចឹងសូមចាំបន្តិចទៅគឺពេលដែលដំឡើងរួចហើយយើងធ្វើការ sign up តែម្ដងអូខេឥឡូវយើងដំឡើងរួចហើយយើងចុច open មកយើង allow send notification នេះយើង allow សិនណាបើសិនជាគិតថារំខានចាំយើងបិទតាមក្រោយបានទេយើងចុច allow សិនទៅអូខេយើង allow អូខេអញ្ចឹងយើងអូសមកខាងស្ដាំអូសមកអស់មកគឺមានប៊ូតុងមួយថា start now អញ្ចឹងចុចពាក្យថា start now ហើយយើងចុច agree មកពុកក្រហមនេះបាទអញ្ចឹងកន្លែងនេះគឺសំខាន់ណាស់select region នេះគឺយើងត្រូវតែជ្រើសរើសយក Cambodia បងប្អូនកន្លែងនេះគឺត្រូវតែប្រយ័ត្នណាគឺយក Cambodia កុំរើស region ផ្សេងអត់សោះតោះមកយើងចុចនៅខាងលើនេះយើងចុចសញ្ញា tick មកបាទអញ្ចឹងយើងបាន Cambodia ហ្នឹងហើយអញ្ចឹងចុច OK ចុច OK តាមវាសិនទៅអូខេអញ្ចឹងកន្លែងនេះគឺយើងត្រូវតែចុះឈ្មោះបើសិនជាយើងមាន account ស្រាប់យើងគ្រាន់តែចុច login តែបើអត់មានទេយើងត្រូវដំឡើងថ្មីអញ្ចឹងយើងចុចកន្លែងប៊ូតុងហ្នឹងមកវាមក load មកអញ្ចឹងកន្លែងនេះគឺបងប្អូនអត់អាចបើសិនជាយើងមាន account ស្រាប់គឺយើងចុច login អញ្ចឹង login តាមរយៈលេខទូរស័ព្ទឬក៏ email អញ្ចឹងកន្លែងនេះគឺយើងត្រូវជ្រើសរើសយកសំទុះគឺ register ត្រង់កន្លែងនេះយើងអត់ទាន់មាន account ទេអញ្ចឹងយើងត្រូវចុច register ចុចប៊ូតុង register នេះឃើញទេអញ្ចឹងយើង agree មួយទៀតមកហើយយើងត្រូវតែជ្រើសរើស Cambodia ដដែលហ្នឹងហើយអូខេអញ្ចឹងត្រង់កន្លែងនេះវាមានជម្រើសពីរអញ្ចឹងបងប្អូនអាចចុះឈ្មោះតាមរយៈ email address ហើយដាក់ password យើងមកឬមួយក៏យើងចង់ចុះឈ្មោះតាមរយៈលេខទូរស័ព្ទដៃនេះនៅខាងក្រោមនេះណា register by mobile phone number តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបចុះឈ្មោះតាមរយៈ email មុនហើយខ្ញុំនឹងបង្ហាញពីរបៀបចុះឈ្មោះតាមរយៈលេខទូរស័ព្ទតាមក្រោយឥឡូវខ្ញុំបង្ហាញពីរបៀបចុះឈ្មោះតាម email សិន password ត្រូវដាក់ឲ្យពិបាកបន្តិចមកកុំដាក់ស្រួលពេកបាទត្រូវតែដាក់ឲ្យពិបាកអញ្ចឹងតបមកយើងធ្វើការ click នៅ get security code អញ្ចឹងនៅកន្លែងនេះគឺយើងវាយអក្សរនោះឲ្យត្រឹមត្រូវបាទអញ្ចឹង n s ធំ n ធំ s ធំ p ធំបាទអញ្ចឹងយើងវាយតាមវាហើយយើងចុចសញ្ញា tick អូខេត្រឹមត្រូវអញ្ចឹងវានឹងផ្ញើកូដមកកាន់ email របស់ខ្ញុំក្នុងរយៈពេល1នាទីអញ្ចឹងបើសិនជាយើងទទួលបានគឺយើងត្រូវយកវាមកបំពេញនៅកន្លែងនេះអញ្ចឹងនៅក្នុង email គឺយើងឃើញ inboxing គឺមកហើយគឺ security code នេះយើង click កន្លែងហ្នឹងមកគឺយើងនឹងឃើញ code 37.7អញ្ចឹងឥឡូវខ្ញុំមកបំពេញនៅលើទូរស័ព្ទដៃគឺ37.7កូដនេះគឺអត់អីទេគឺវាផ្ញើមកតែម្ដងទេមិនចាំបាច់ខ្លាចគេឃើញទេណាអញ្ចឹងចុច finish មកអូខេអញ្ចឹងមានន័យថាខ្ញុំចុះឈ្មោះបានជោគជ័យហើយអូខេកន្លែងនេះវាសួរតាក់ទងនឹង Face ID authentication ហ្នឹងគឺទូរស័ព្ទដៃយើងវា support scan មុខអញ្ចឹងបើសិនជាយើងចង់ឲ្យពេលបើក app ហ្នឹងឲ្យ scan មុខអីហ្នឹងសុវត្ថិភាពដូចធនាគារ ABA អីចឹងណាអញ្ចឹងបងប្អូនអរគ្នាអាចដាក់បានបើសិនជាមិនចង់ដាក់ទេគឺយើង cancel ទៅតែកន្លែងនេះសម្រាប់ខ្ញុំគឺយើងបិទទៅ cancel ទៅអត់ចាំបាច់ទេអញ្ចឹងដំបូងឡើយគឺយើងមាន account រួចរាល់ហើយអញ្ចឹង by default គឺវាមានឈ្មោះរបស់យើងចេះយើងដាក់ឈ្មោះរបស់យើងទៅដូចសម្រាប់ខ្ញុំដាក់កងវិជ្ជការអញ្ចឹងយើង tick មកអូខេ complete អញ្ចឹងយើងមានឈ្មោះរបស់យើង account របស់យើងផ្ទាល់ហើយប៉ុន្តែយើងអត់ទាន់មានមើលឃើញកាមេរ៉ាអីទាំងអស់មានន័យថាយើងអត់ទាន់មានកាមេរ៉ានៅក្នុង account របស់យើងទេអូខេអញ្ចឹងដើម្បីមើលបានគឺតាក់ទងទៅជាងដែលតម្លើងគាត់នឹងដាក់ជូនឲ្យមើលឃើញហើយអញ្ចឹងគោលបំណងវីដេអូនេះគឺជាការតម្លើង app ហើយនឹងចុះឈ្មោះ app HikConnect នៅលើទូរស័ព្ទដៃ iPhone ហើយ Android គឺដូចគ្នាទេគឺដំណើរការចុះឈ្មោះនោះគឺដូចគ្នា